រកព័ត៌មានតាមអ៊ីនធឺណិតការបកប្រែភាសាការមើលវីដេអូណែនាំឬបទចម្រៀងការសរសេរអត្ថបទការបង្កើតរូបភាពនិងការឆ្លើយសំណួរផ្សេងៗសុទ្ធតែមានការចូលរួមពី AI ប៉ុន្តែតើ AI ជាអ្វីជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពដល់លោកគ្រូនាយកគណៈកម្មការព្រមទាំងលោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សនិងសិស្សានុសិស្សទាំងអស់គ្នាដែលមានវត្តមាននៅទីនេះនាងខ្ញុំឈ្មោះសាមេដាសារាជាសិស្សថ្នាក់ទី8កនៃសាលា Westgate អន្តរជាតិសាខាទី1ផ្សារញ៉ែនៅក្នុងសតវត្សទី21ដែលគេបានស្គាល់ថាជាយុគសម័យ Digital បច្ចេកវិទ្យាបានរីកចម្រើនយ៉ាងរហ័សក្នុងចំណោមបច្ចេកវិទ្យាទាំងនោះទាំងឡាយដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេគឺ AI ឬបញ្ញាសិប្បនិម្មិតមនុស្សជាច្រើនប្រើ AI ជារៀងរាល់ថ្ងៃអ្នកខ្លះបានប្រើ AI ដោយមិនដឹងខ្លួនផងឧទាហរណ៍ការស្វែងរកព័ត៌មានតាមអ៊ីនធឺណិតការបកប្រែភាសាការមើលវីដេអូណែនាំឬបទចម្រៀងឬការសរសេរអត្ថបទការបង្កើតរូបភាពនិងការឆ្លើយសំណួរផ្សេងៗសុទ្ធតែមានការចូលរួមពី AI ប៉ុន្តែតើ AI ជាអ្វី AI គឺជាបច្ចេកវិទ្យាដែលអាចឲ្យកុំព្យូទ័រឬម៉ាស៊ីនមានសមត្ថភាពរៀនពីទិន្នន័យវិភាគបញ្ហាធ្វើការសម្រេចចិត្តនិងអនុវត្តការងារមួយចំនួនដែលធ្លាប់ធ្វើដោយមនុស្ស AI មិនមានអារម្មណ៍ឬការគិតដោយមនុស្សពិតប្រាកដនោះទេប៉ុន្តែវាអាចមានធ្វើការព័ត៌មានបានយ៉ាងលឿននិងជួយដល់ការងារជាច្រើនជាដំបូងខ្ញុំសូមលើក6ចំណុចពីគុណសម្បត្តិរបស់ AI 1 AI បង្កើនប្រសិទ្ធភាពការងារ AI អាចធ្វើការងារដដែលបានយ៉ាងលឿននៅក្នុងរយៈពេលខ្លីហើយមានភាពត្រឹមត្រូវខ្ពស់វាជួយកាត់បន្ថយពេលវេលាកម្លាំងពលកម្មនិងការចំណាយនៅក្នុងរោងចក្រ AI អាចគ្រប់គ្រងម៉ាស៊ីនផលិតបានយ៉ាងមានប្រសិទ្ធភាពនៅក្នុងការិយាល័យ AI អាចជួយរៀបចំឯកសារទិន្នន័យនិងសរសេររបាយការណ៍បឋមបាន2 AI ជួយលើកកម្ពស់វិស័យអប់រំសិក្សានុសិស្សអាចប្រើប្រាស់ AI ដើម្បីស្វែងយល់មេរៀនសួរសំណួរការបកប្រែភាសាសង្ខេបឯកសារនិងទទួលបានការបញ្ចូលបន្ថែមតាមកម្រិតសមត្ថភាពរបស់ខ្លួនគ្រូបង្រៀនក៏អាចប្រើ AI បានដែរដើម្បីរៀបចំផែនការមេរៀនបង្កើតសំណួរប្រឡងនិងសម្ភារៈសិក្សាបានយ៉ាងឆាប់រហ័សប៉ុន្តែ AI គួរតែជាជំនួយការនៃការសិក្សាមិនមែនជំនួសការគិតនិងការប្រើប្រាស់របស់សិស្សនោះទេ3 AI ជួយដល់វិស័យសុខាភិបាល AI ជួយវិភាគរូបភាពវិទ្យាសាស្ត្ររកឃើញសញ្ញាជំងឺមួយចំនួនបានយ៉ាងលឿននិងគ្រប់គ្រងការសម្រេចចិត្តរបស់គ្រូពេទ្យវាក៏អាចគ្រប់គ្រងទិន្នន័យអ្នកជំងឺនិងតាមដានសុខភាពបានយ៉ាងមានប្រសិទ្ធភាព4 AI ជួយអភិវឌ្ឍសេដ្ឋកិច្ចនិងអាជីវកម្មក្រុមហ៊ុនជាច្រើនប្រើ AI ដើម្បីវិភាគតម្រូវការអតិថិជនគ្រប់គ្រងស្តុកទំនិញបង្កើនគុណភាពសេវាកម្មនិងបង្កើតផលិតផលថ្មីៗ AI ក៏ជួយឲ្យអាជីវកម្មខ្នាតតូចបានប្រកួតប្រជែងឲ្យកាន់តែងាយស្រួល5 AI ជួយនៅក្នុងវិស័យកសិកម្មកសិករអាចប្រើ AI ដើម្បីព្យាករណ៍អាកាសធាតុតាមដានសុខភាពដំណាំរកឃើញសត្វល្អិតនិងគ្រប់គ្រងការប្រើប្រាស់ទឹកនិងជីឲ្យបានតែមានប្រសិទ្ធភាពនេះក៏អាចជួយឲ្យទិន្នន័យនិងការកាត់បន្ថយការខាតបង់6 AI ជួយនៅក្នុងការស្រាវជ្រាវនិងការច្នៃប្រឌិត AI អាចវិភាគទិន្នន័យយ៉ាងច្រើននៅក្នុងរយៈពេលខ្លីដែលជួយដល់អ្នកវិទ្យាសាស្ត្រវិស្វករនិងអ្នកស្រាវជ្រាវនៅក្នុងការបានចំណេះដឹងថ្មីៗដោយដោះស្រាយបញ្ហាស្មុគស្មាញប៉ុន្តែទោះបីជា AI មានអត្ថប្រយោជន៍ច្រើនក៏ដោយវាក៏មានគុណវិបត្តិដែលយើងមិនគួរមករំលងដែរឥឡូវនេះខ្ញុំសូមលើក5ចំណុចពីគុណវិបត្តិរបស់ AI 1 ការបាត់បង់ការងារនៅពេលដែល AI អាចធ្វើការងារមួយដែលស្វ័យប្រវត្តិមុខរបរមួយចំនួននឹងត្រូវការបុគ្គលិកតិចជាងមុនដូច្នេះមនុស្សយើងត្រូវតែបន្តរៀននិងអភិវឌ្ឍជំនាញថ្មីដើម្បីសម្របខ្លួនទៅនឹងទីផ្សារកំពុងតែផ្លាស់ប្ដូរ2 ការពឹងផ្អែកលើ AI ខ្លាំងពេកប្រសិនបើយើងប្រើ AI ដើម្បីធ្វើកិច្ចការគ្រប់យ៉ាងដោយមិនគិតដោយខ្លួនឯងនោះអាចធ្វើឲ្យសមត្ថភាពនៅក្នុងការវិភាគការដោះស្រាយបញ្ហានិងការច្នៃប្រឌិតរបស់យើងថយចុះ4 បញ្ហាព័ត៌មានមិនត្រឹមត្រូវ AI អាចផ្ដល់ព័ត៌មានមើលទៅគួរឲ្យជឿប៉ុន្តែវាមិនមែនជាការពិតឬមិនមែនជាការត្រឹមត្រូវដូច្នេះយើងត្រូវតែផ្ទៀងផ្ទាត់ព័ត៌មានជាមុននឹងយកទៅប្រើប្រាស់4បញ្ហាឯកជនភាពនិងសុវត្ថិភាព AI ត្រូវការទិន្នន័យដើម្បីរៀននិងអភិវឌ្ឍប្រសិនបើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមិនត្រូវបានការពារល្អនោះទេវាអាចនឹងរំលោភ
ឯកជនភាពការប្រើប្រាស់ព័ត៌មានក្នុងគោលបំណងមិនត្រឹមត្រូវ5ការប្រើប្រាស់ AI នៅក្នុងផលអវិជ្ជមានបច្ចេកវិទ្យានេះត្រូវការបានប្រើ AI ដើម្បីបង្កើតព័ត៌មានคล้ายៗរូបភាពឬវីដេអូដែលអាចបំភាន់មតិសាធារណៈនិងបង្កផលប៉ះពាល់ដល់សង្គមបើសិនបើគ្មានការទទួលខុសត្រូវដូច្នេះបើយើងគួរប្រើ AI យ៉ាងដូចម្ដេចចម្លើយគឺយើងគួរប្រើ AI ដោយភាពវៃឆ្លាតនិងមានការទទួលខុសត្រូវសិស្សគួរប្រើ AI ដើម្បីជាឧបករណ៍ជំនួយនៅក្នុងការរៀនមិនចម្លងចម្លើយទាំងស្រុងនោះទេហើយគ្រូបង្រៀនគួរបង្រៀនសិស្សឲ្យចេះផ្ទៀងផ្ទាត់ចម្លើយនិងគិតវិភាគរដ្ឋាភិបាលក្រុមហ៊ុននិងស្ថាប័នគួរតែបង្កើតគោលការណ៍ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាពសុចរិតភាពនិងការគោរពសិទ្ធិឯកជនរបស់មនុស្សជាចុងក្រោយខ្ញុំសូមបញ្ជាក់ថា AI មិនមែនជាសត្រូវរបស់មនុស្សទេ